អំពីជីវិតមនុស្សណាហើយញាតិញោមភាគច្រើនសិតតែថ្មីដែលមិនសូវតែស្ដាប់ធម៌អញ្ចឹងញាតិញោមសំណូមពរថាទេធម៌ណាស្រួលស្ដាប់ណាធម៌ដែលស្រួលស្ដាប់ហ្នឹងវាតើតែកុំចូលអភិធម្មមែនទេហ្នឹងដូចថាជារឿងជារាវឬថាជាកតិលោកប្រៀបធៀបនឹងកតិធម៌អញ្ចឹងទៅប៉ុន្តែជឿជាក់ថាញាតិញោមដោយច្រើនសិតតែជាអ្នកសិក្សាបានច្រើនណាជាពិសេសបើវ័យកាន់តែក្មេងគឺចំណេះដឹងទូទៅក៏កាន់តែសិក្សាបានច្រើនហើយអាត្មាភាពនឹងរិះរកនៅព្រះធម៌ដែលពាក់ព័ន្ធជាមួយនឹងជីវិតរបស់យើងជាមួយធម្មជាតិជាមួយការប្រែប្រួលនៃជីវិតនិងការប្រែប្រួលនៃពិភពលោកម្សិលមិញបានប្រៀបធៀបអំពីសរីរៈយន្តរបស់មនុស្សយើងគឺតួជីវិតនេះដែលវាលើសទៅនឹងគ្រឿងយន្តជាយន្តសាស្ត្រគឺដោយមានចិត្តវិញ្ញាណដែលជាអ្នកបញ្ជានៅក្នុងរាងកាយណានៅពេលណាដែលចិត្តវិញ្ញាណជាធម្មជាតិធំជាងគេនៅក្នុងតួជីវិតនេះប្រះចាករលត់អស់ទៅគឺសេចក្តីដឹងខ្លួនថាអ្នកនេះអ្នកនោះរមែងមិនមានដែលយើងសន្មត់ថាស្លាប់ហ្នឹងហើយចំពោះអ្នកវិទ្យាសាស្ត្រក៏មិនបានរកឃើញថាតើជីវិតនឹងមកពីអ្វីពិតប្រាកដបានឡើយបើអំពីផ្នែករូបវិទ្យាអានឹងគេអាចរៀបរកឃើញក៏ប៉ុន្តែចំពោះចិត្តសាស្ត្រចិត្តវិទ្យាមូលហេតុដើមបំផុតមេជីវិតនៃចិត្តវិញ្ញាណគឺរកខាងដើមក៏មិនឃើញហើយរកទីបញ្ចប់ថាត្រូវរលត់នឹងបដិសន្ធិយ៉ាងណាទៀតមិនឃើញនោះឡើយមានអ្នកវិទ្យាសាស្ត្រខ្លះចង់ពិសោធន៍មនុស្សដែលស្លាប់ចង់ឲ្យរស់ឡើងវិញយ៉ាងណាក៏មិនអាចបានហ្នឹងហើយចង់ចាប់ពលឹងចាប់វិញ្ញាណរបស់អ្នកស្លាប់យកមកពិសោធន៍ក៏ធ្វើមិនបានប៉ុន្តែក៏បដិសេធមិនបានចំពោះអ្នកដែលដឹងជាតិនោះដែរសូម្បីអ្នកវិទ្យាសាស្ត្រដែលចាប់ពលឹងចាប់វិញ្ញាណអ្នកស្លាប់មិនបានហើយសន្មត់ថាក្រោយពីស្លាប់គឺសូន្យមិនមានអ្វីទៀតប៉ុន្តែនៅលើពិភពលោកក៏សម្បូរទៅដោយមនុស្សដឹងជាតិពីជាតិមួយទៅជាតិមួយនេះគឺជាបញ្ហាដែលជាការមិនច្បាស់លាស់របស់មនុស្សក្នុងโลกនេះប៉ុន្តែចំពោះព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គដឹងរហូតទៅដល់កំណើតនៃចក្រវាលទៀតផងរហូតដល់ទៅនៅក្នុងជំនឿសាសនាខ្លះឃើញថាធម្មជាតិបានកើតឡើងមុនមនុស្សណាធម្មជាតិនៅលើផែនដីនេះអ្វីដែលជាតួផែនដីព្រៃព្រឹក្សាឬក៏ព្រះច័ន្ទព្រះអាទិត្យអីជាដើមហ្នឹងគឺបានកើតមុនសត្វលោកហើយសត្វលោកហ្នឹងក៏កើតបន្តគ្នាប៉ុន្តែចំពោះការដែលនិយាយនេះដោយសារនិយាយទៅលើកំណត់មួយដែលជឿថាមុនផែនដីនេះនឹងមិនមានសត្វកើតឡើងនៅក្នុងโลกទេប៉ុន្តែចំពោះពាក្យថាសង្សារវដ្តការកើតចាស់ឈឺស្លាប់របស់មនុស្សសត្វយើងនេះមិនមែនមានត្រឹមតែកំណើតនៃផែនដីនេះមួយទេឧទាហរណ៍ដូចជាកាលពីព្រះអង្គកើតជាសមិទ្ធបោះសន្សំបារមីមិនមែននៅក្នុងផែនដីនេះទេគឺនៅក្នុងផែនដីដែលឆេះរលាយអស់ទៅហើយមុននោះដូច្នេះចិត្តវិញ្ញាណរបស់សត្វលោកយើងគឺមិនមែនទៅតែមាននៅលើផែនដីនេះជាលើកដំបូងដំណើរគ្នានឹងផែនដីកើតនោះទេគឺមានមុនការកើតឡើងនៃភពផែនដីទ្វីបចក្រវាលទៅទៀតណាអាត្មានឹងនិយាយអំពីកំណើតត្រឹមផែនដីចាប់កើតហើយនឹងប្រៀបធៀបចំពោះការបដិវត្តជីវិតរបស់សត្វលោកពីមួយចំណន់ទៅមួយចំណន់រហូតមកដល់ចំណន់ទំនើបនេះសម័យទំនើបនេះហើយនឹងតទៅអនាគតដោយពុទ្ធញ្ញាណដែលទ្រង់ព្យាករទុកណាហើយស្ដាប់ទៅញាតិញោមឆ្ងល់ត្រង់ចំណុចណាអាចសាកសួរបាននឹងចំណុច
ផ្សេងពីអ្វីដែលអាត្មាភាពបានសម្ដែងហ្នឹងក៏អាចសាកសួរបាននៅចុងមកនៅពេលដែលផ្លាស់ប្ដូរនៅទ្វីបម្ដងណាចក្រវាលម្ដងដែលត្រូវអន្តរធានទៅដោយសារភ្លើងឆេះនោះនៅលើសកលទ្វីបនេះមិនមានអ្វីទល់តែសោះមានតែអាកាសហើយនឹងទឹកតែប៉ុណ្ណោះដោយភ្លៀងរាប់រយឆ្នាំទៅកំណនៅលើមហាសាគរហ្នឹងវាកកទៅជាពពុះអណ្ដែតនៅលើមហាសមុទ្រហ្នឹងតែហៅថាជាកំណកពពុះផែនដីហ្នឹងប៉ុន្តែមុននោះទៅទៀតកាលពីផែនដីមុនឆេះសត្វលោកចែកគ្នាជាពីរក្រុមសំបីឋាននរកឋានសួគ៌ហ្នឹងក៏ត្រូវតែឆេះអស់ដោយឡែកនៅសល់តែព្រំជន់លើព្រំជន់ក្រោមក៏ត្រូវឆេះអស់ដែរមនុស្សមានដំណើរផ្សេងគ្នាតែពីរគឺមួយបាក់ទៅកាន់លោកន្តរនរកហើយនឹងមួយផ្នែកទៀតដែលមានសមាទិដ្ឋិទៅកាន់ព្រហ្មលោកឯនរកដែលសត្វលោកទៅកើតនោះនៅក្រៅចក្រវាលនេះអាត្មាភាពសម្ដែងនេះគឺបានចេះដឹងដោយសារសិក្សាតាមធម៌របស់ព្រះរាមាពភាមិនមែនសម្ដែងតាមគំនិតរបស់អ្នកណាមួយឡើយគឺគម្ពីររបស់ព្រះសម្មាសម្ពុទ្ធនៅពេលដែលយូរទៅនៅលើផ្ទៃមហាសាគរដែលសោះសូន្យរលាយអស់ក្រោយពីភ្លើងឆេះហ្នឹងភ្លៀងធ្លាក់ខ្លាំងរាប់រយពាន់លានឆ្នាំទៅក៏កើតទៅជាពពុះផែនដីពពុះកកនៅលើមហាសាគរហ្នឹងសត្វមួយបាក់ដែលក្រៅពីសត្វទៅកាន់លោកន្តរនរកទៅកាន់ព្រហ្មលោកនោះគឺមានរិទ្ធហោះហើរមានពន្លឺចេញពីខ្លួនរបស់ខ្លួនឯងណាហើយមិនមានការសោយឬក៏បរិភោគអាហារធម្មតានោះទេគឺរស់ដោយអំណាចបៃតៈដែលកើតអំពីឈាននិយាយរួមជាបៃតៈកើតអំពីកុសលថ្នាក់ខ្ពស់អត់មានកវលង្ការអាហារដែលជាអាហារបរិភោគតាមមាត់នោះទេហើយមិនមានទ្វាលមុខទ្វាមោតនោះទេអត់ចេះចូលប្រគល់អត់ចេះបត់ជើងតូចនោះទេព្រោះអត់មានរស់ដោយសារដាក់អាហារចូលឡើយអ្នកបៃតៈនេះគឺជាប្រភេទនៃនាមធម៌មួយយ៉ាងដែលមិនមានកាកប៉ុន្តែនៅពេលនោះឯងពួកព្រំទាំងអស់នោះពីផែនដីមុនក៏ធ្លាប់ជាមនុស្សសត្វឬក៏សត្វតិរិឆានជាឈ្មោលជាញីដែរប៉ុន្តែក្រោយពីចម្រើនឈានទៅកើតជាព្រំហ្នឹងមិនមានភេទប្រុសមិនមានភេទស្រីទេណាគឺហើយមិនមែនជាខ្ទើយទៅទៀតណាខ្ទើយវារឿងមួយយ៉ាងអកុសលវិបាកប៉ុន្តែចំពោះព្រំហ្នឹងគឺថាជាបុគ្គលមិនត្រេកអរនៅក្នុងរឿងប្រុសស្រីអីទាំងអស់ទៅប៉ុណ្ណឹងវាចាត់ឲ្យទៅជាមិនមានភេទប្រុសមិនមានភេទស្រីសូម្បីតែពីមុនធ្លាប់ប្រុសធ្លាប់ស្រីក៏មិនដឹងថាណាប្រុសណាស្រីដែរបានរស់នៅដោយមិនពឹងពាក់ទៅលើពន្លឺព្រះអាទិត្យប្រច័ណ្ឌចក្រវាលអីដទៃសោះឡើយណាប៉ុន្តែរពឹសនិស័យមនុស្សដែលមិនតន់សត្វលោកដែលមិនតន់អស់កិលេសហ្នឹងសប្បាយជាមួយនឹងការហោះហើរទៅតាមគំនិតរបស់ខ្លួនមកប្រទះពពុះដែលកកនៅលើផ្ទៃមហាសាគរហ្នឹងណាអាចចុះដើរមិនត្រុតទេពពុះហ្នឹងកកទៅជារឹងណាដល់តែរពឹសទៅក៏សាកយកពពុះដែលនៅលើផ្ទៃមហាសាគរហ្នឹងយកមកលិតមើលមានរសជាតិផ្អែមហើយក៏ប្រាប់តគ្នាទៅនាំគ្នាបរិភោគណាដល់តែនាំគ្នាបរិភោគទៅក្នុងពេលនោះឯងពន្លឺដែលធ្លាប់តែផ្សាយចេញពីខ្លួនក៏បាត់បង់ទៅរិទ្ធដែលអាចហោះហើរបានក៏ហោះលេងរួចទៅដូចជាមនុស្សធម្មតានឹងអញ្ចឹងហើយភ្លាមនោះដែរដោយសារតម្រូវការរបស់សត្វលោកហ្នឹងក៏លេចចេញព្រះអាទិត្យប្រច័ណ្ឌទ្វីបចក្រវាលដើមឈើដើមព្រៃអីនៅពេលនោះក៏កើតឡើងព្រមគ្នាផងដែរ
តាមពិតធម្មជាតិហ្នឹងក៏មានស្រាប់ហើយមុនពេលដែលពន្លឺហ្នឹងមិនតាន់បាត់ពីខ្លួនពន្លឺរបស់ខ្លួនវាលុបព្រះអាទិត្យប្រច័នហ្នឹងមិនមានប្រកបដល់ទៅខ្លួនឯងអស់ពន្លឺទៅក៏ប្រកបទៅព្រះអាទិត្យប្រច័នតែកើតឡើងពេលនោះឯងណាដល់តែបានសម្ផស្សអំពីអាហារនោះណាពីអាហារអញ្ចឹងទៅរូបរាងកាយរបស់សត្វព្រំនឹងឯងវាមានការផ្លាស់ប្ដូរជាងពីមុនទៅតាមសម្ផស្សនៃអាហារនឹងណាដល់ទៅវាមានការផ្លាស់ប្ដូរខ្លះក៏មានរូបសម្ផស្សនឹងស្អាតខ្លះក៏មិនសូវស្អាតមានរោគមានអីខ្លះអញ្ចឹងទៅក៏កើតការមើលងាយគ្នាដែរនេះដល់តែកលេសការមើលងាយគ្នានឹងកើតឡើងពពុះផែនដីហ្នឹងក៏វាបាត់រសជាតិផ្អែមទៅណាមកបរិភោគក្រមាផែនដីម្ដងដែលមានរាងដូចជាផ្សិតក្បាលពស់អញ្ចឹងដែលដុះនៅលើផែនដីជាកម្បរិភោគយូរទៅរាងកាយហ្នឹងកាន់តែមានកម្លាតគ្នាខ្លះស្អាតខ្លះមិនស្អាតណាអញ្ចឹងទៅហើយដល់តែមានភាពមើលងាយគ្នាច្រើនឡើងក្រមាផែនដីហ្នឹងក៏បាត់រសជាតិតែមកទៀតទៅប៉ុន្តែរវាងពីមួយទៅមួយហ្នឹងយូរណាសិតតែរាប់លានឆ្នាំឯណោះអាត្មានិយាយអញ្ចឹងដូចមួយផ្លេតអស់ពីកម្មកដល់អស់ពីពពុះមកដល់កម្មកនោះដូចមួយផ្លេតតែប៉ុន្តែតាមពិតយូរណាស់តម្រុំតែអស់នោះការមើលងាយការតម្កើងខ្លួនកាន់តែមានកម្លាំងខ្លាំងឡើងក្រមាផែនដីដែលមានរាងដូចជាពស់ផ្សិតក្បាលពស់ហ្នឹងក៏បាត់បង់ទៅពេលនោះដុះចេញនៅវល្លិមួយយ៉ាងហៅថាបទាលតាហ្នឹងមានរសជាតិផ្អែមហើយសត្វទាំងអស់នោះក៏នាំគ្នាបរិភោគហ្នឹងហើយបរិភោគនៅវល្លិទាំងអស់ហ្នឹងរូបកាយហ្នឹងកាន់តែវិវត្តខុសគ្នាខ្លះខ្ពស់ខ្លះទាបខ្លះសខ្លះខ្មៅអីចឹងទៅអញ្ចឹងដល់តែវាមានអាភាពខុសគ្នាហ្នឹងភាពមើលងាយគ្នាក៏កាន់តែខ្លាំងឡើងណាតែកាលណាបរិភោគចូលទៅវាត្រូវចេញមកវិញហ្នឹងមែនទេដល់ត្រូវចេញមកវិញពេលនោះទ្វារសម្រាប់បន្តបងឧច្ចារៈក៏មានប្រកបឡើងណាអញ្ចឹងទៅវិវត្តរាងកាយនឹងកាន់តែខុសគ្នាឡើងការមើលងាយគ្នាកាន់តែខ្លាំងឡើងគម្លាតនៃអ្នកល្អរូបរាងកាយល្អនិងរូបរាងកាយមិនល្អក៏កាន់តែខ្លាំងឡើងវัวនឹងក៏បាត់រសជាតិទៀតទៅដកចេញនៅស្រូវសាលីដែលមានរសជាតិឆ្អិនស្រាប់មិនមានអង្កាមមិនមានកន្ទក់ណាប៉ុន្តែក្នុងពេលនោះមនុស្សមិនតាន់ចេះកុហកគ្នាទេយ៉ាងហើយដល់ទៅបរិភោគហ្នឹងវាកើតកិលេសម្យ៉ាងទៀតគេហៅថាលោភៈហ្នឹងខ្លាំងតាមធម្មតាស្រូវសាលីហ្នឹងគឺថាបើពេលព្រឹកពួកមនុស្សទាំងអស់នោះនាំគ្នាបរិភោគឆ្អែតហើយច្រូតកាត់ឬក៏បេះអស់ហើយល្ងាចឡើងដុះឡើងដូចដើមអញ្ចឹងល្ងាចទៅពិសាទៀតអញ្ចឹងទៅណាប៉ុន្តែដល់ទៅមនុស្សមានសេចក្តីលោភលន់ដោយខ្ជិលទៅបេះខ្ជិលទៅបរិភោគគិតថាច្រូតកាត់ទុកឲ្យច្រើនទៅនឹងបានបរិភោគមួយថ្ងៃពីរថ្ងៃអញ្ចឹងទៅដល់តែមានគំនិតលោភលន់អញ្ចឹងស្រូវសាលីដែលឆ្អិនឯងហ្នឹងក៏លែងដោះមកទៀតមនុស្សក៏មានការភ័យខ្លាចណាហើយដល់តែមានការភ័យខ្លាចអញ្ចឹងទៅមានការដោះឡើងស្រូវដែលជាពូជធម្មតាដោះហើយច្រូតទៅលែងដោះដូចជាស្រូវយើងសពថ្ងៃនឹងចឹងមនុស្សក៏មានគំនិតគិតគូរខ្លាចអត់ឃ្លានទៅកាលអនាគតក៏ចាប់ផ្ដើមចែកពូជចែកធាគ្នានឹងដើម្បីដាំដុះនៅពេលដែលមនុស្សរស់នៅជាមួយនឹងកសិកម្មជាមួយនឹងការដាំដុះនឹងការប្រែក្លាយភេទប្រុសស្រីក៏ប្រកបនៅពេលនោះដល់ទៅប្រកបនៅពេលនោះមនុស្សអត់តាន់ចេះស្លៀកពាក់ទេម្ល៉េះហើយសម្លឹងមើលគ្នាទៅវិញទៅមកកើត
កាមរាគៈកើតឡើងហើយក៏ចេះតែសាកចេះតែប្រព្រឹត្តប្រដេះប្រដាសចឹងទៅមិនតាន់មានផ្ទះមិនតាន់មានទីបាត់បាំងអីទេប៉ុន្តែនៅក្នុងនោះការប្រែភេទនោះគឺថាកាលពីផែនដីមុននោះអ្នកណាជាស្រីក្រោយពីខ្លាយពីព្រំមកជាស្រីវិញដដែលអ្នកណាធ្លាប់ជាប្រុសក្រោយពីខ្លាយពីព្រំមកគឺជាប្រុសដដែលគឺសំដែងឡើងនៅភេទដូចពីមុននោះចឹងហ្នឹងហើយមានអ្នកមានគេខ្មាស់វៃដែលឃើញការប្រព្រឹត្តមេធនធម្មនឹងទីវាលហ្នឹងក៏រមែងស្ដីបន្ទោសឬដុំដីគុកអីចឹងទៅក៏មនុស្សក៏ចាប់ផ្ដើមធ្វើផ្ទះមានខ្ទមមានអីទីបិទបាំងក៏មានជារបៀបប្តីប្រពន្ធអីតាំងពីនោះមកនឹងមានផ្ទៃពោះមានស្អីតាំងតែពីនឹងមកនឹងគឺជាមូលហេតុសង្ខេបប៉ុន្តែក្នុងគម្ពីរទីធនិកាយមានសម្ដែងច្រើនអាត្មាភាពលើកអំពីរឿងនេះគ្រាន់តែចង់បញ្ជាក់មួយយ៉ាងគឺថាចំពោះកំណើតសត្វលោកវាមិនមែនមានត្រឹមដំណើរផែនដីនេះទេកំណើតសត្វលោកហ្នឹងគឺមានយូរណាស់ហើយដែលសង្សារវត្តព្រះរាមាពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថារកទីបំផុតខាងដើមមិនមានណាវាយូរណាស់ម្នាក់ដែលកើតឡើងមកហ្នឹងរកទីខាងដើមបំផុតមិនមានដូចជាយើងមើលកង់ឡានឬក៏កង់រថអញ្ចឹងខាងណាខាងដើមខាងណាខាងចុងមើលរមែងមិនប្រកបហើយមិនមែនទៅតែមាននៅលើផែនដីនេះមួយទេប៉ុន្តែនៅក្នុងសាសនាដទៃក្នុងโลกនេះគឺអាចអះអាងថាជាអ្នកបង្កើតទឹកបង្កើតដីហើយសត្វលោកក៏ទៅតែនឹងកើតដំណើរផែនដីនេះប៉ុន្តែវេការវិលវល់របស់សត្វលោកគឺមានតាំងពីមុនផែនដីនេះមកម្ល៉េះនេះបើយើងសិក្សាឲ្យបានដិតដល់ទៅលើការសន្សំបារមីរបស់ព្រះសម្មាសម្ពុទ្ធតាំងពីព្រះអង្គកើតជាតបោះឈ្មោះសមេតបោះអីមិនមែនកើតនៅក្នុងផែនដីនេះទេណាព្រោះផែនដីនេះយើងជ្រាបស្រាប់ហើយគឺមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងតែ5ព្រះអង្គហើយក្នុងបណ្ដា5ព្រះអង្គហ្នឹងទើបតែមាន4អង្គតែប៉ុណ្ណោះនឹងនៅក្នុងផែនដីនេះតាំងពីកើតមករហូតដល់ពេលនេះប៉ុន្តែព្រះអង្គជួបព្រះពុទ្ធនឹងរាប់20-30អង្គមកហើយណាតាំងពីដើមមកព្រះពុទ្ធទីបាំងកមិនមែនត្រាស់នៅក្នុងផែនដីនេះដូច្នេះកំណើតសត្វលោកមិនមែនទៅតែមានដំណើរគ្នានឹងផែនដីនេះទេបើសត្វលោកមិនមានត្រឹមតែកំណើតផែនដីនេះតើអ្នកណាជាអ្នកបង្កើតសត្វលោកតាមពិតកម្មគឺជាការសាងរបស់សត្វលោកនឹងឯងជាអ្នកផ្ដល់កំណត់កំណើតឲ្យសត្វលោកដែលមានចលនាវិវត្តទៅមួយភពនឹងហើយព្រះអង្គជាកតលតែប៉ុណ្ណេះទៅអនាគតចូលមកដល់ចំណុចទី5នេះគឺនៅត្រង់ចំណុចដែលសត្វលោករស់នៅដោយកសិកម្មឬក៏គោរខកម្មបដិវត្តពីការមិនចេះមិនដឹងនឹងមកមានភាពចេះដឹងក្នុងការបង្កើតផលដើម្បីចិញ្ចឹមជីវិតនឹងគឺថាដូចជាសពថ្ងៃនឹងណាប៉ុន្តែទៅអនាគតព្រះអង្គទ្រង់ជ្រាបទេព្រះអង្គទ្រង់ព្យាករទុកឲ្យហើយថាទៅអនាគតអ្វីដែលសត្វលោកដាំដុះទាំងអស់ដូចជាស្រូវអង្ករជាដើមនឹងទៅជាសាបខ្សោះរសជាតិកុំថាឡើយជាដំណាំធម្មតាសូម្បីតែស្ករសូម្បីតែទឹកត្នោតដែលធ្លាប់ផ្អែមក៏ទៅជាសាបស្ករអំពៅដែលធ្លាប់ផ្អែមក៏ទៅជាសាបទឹកសមុទ្រដែលធ្លាប់ប្រៃក៏ទៅជាសាបអស់សត្វលោកត្រូវបរិភោគស្មៅដូចជាសត្វទេរិឆានទៅវិញនឹងតទៅអនាគតនៅពេលដែលសត្វលោកមានអាយុចុះទៅដល់10ឆ្នាំស្លាប់នោះណាប៉ុន្តែយើងឥឡូវវាមិនតាន់ដល់ទេមែនទេអត់តាន់ដល់ទេយើងស្ដាប់មកប៉ុណ្ណឹងមកហាក់បីដូចជាមានចម្ងល់ថាចុះហេតុអីគ្រាន់តែសត្វលោកនឹងមានការលោភលន់ហើយទៅជាធ្វើឲ្យធម្មជាតិនឹងប្រែទឹកសមុទ្រទឹកអីឬក៏ស្ករទៅជាសាបអស់ហ្នឹងគឺក៏ដោយអំណាចសត្វលោកមានកិលេសនឹងព្រះអង្គសម្ដែងព្រះអង្គអត់បានបន្ទោសធម្មជាតិទេតាមពិតធម្មជាតិមានគ្រប់គ្រាន់ទាំងអស់ប៉ុន្តែអ្វីដែលប្រែប្រួលគឺប្រែប្រួលដោយសារកិលេសរបស់មនុស្សណាដែលយើងអាច
ស្ដាប់អញ្ចឹងទៅហើយយើងពិចារណាឲ្យបានច្រើនបន្តិចទៅហេតុអីបានជាធម្មជាតិនឹងហាក់បីដូចជាស្គាល់មនុស្សចាំផ្ដន់ទាមនុស្សណាមើលក្រំតែថាមើលងាយគ្នាអីចឹងទៅស្រាប់តែឈប់ផ្អែមឈប់អីអស់ណានឹងធម្មជាតិហាក់បីដូចជាមានវិញ្ញាណឬក៏មានចិត្តស្ដាប់ឮសត្វលោកមើលតែសត្វលោកធ្វើអាក្រក់ទៅជាសាបទៅជាលែងផ្អែមរឿងនេះយើងអាចពិសោធន៍បានព្រោះធម្មជាតិចែកចេញជាពីរយ៉ាងធម្មជាតិខាងក្នុងនិងធម្មជាតិខាងក្រៅហើយធម្មជាតិទាំងពីរនេះធម្មជាតិខាងក្នុងមានឥទ្ធិពលស្រូបទាញនៅធម្មជាតិខាងក្រៅនឹងបានខ្លាំងជាងធម្មជាតិខាងក្នុងគឺជាសរីរៈយន្តរបស់មនុស្សយើងដែលមានចិត្តវិញ្ញាណគ្រប់គ្រងនឹងឯងហើយស្រូបទាញនៅធម្មជាតិខាងក្រៅឲ្យមានចលនាផ្ដេកផ្ដួលទៅតាមធម្មជាតិខាងក្នុងដើម្បីឲ្យយល់ឃើញរហូតទៅដល់ពិភពលោកប្រែប្រួលដោយសារមនុស្សយើងមិនមែនមនុស្សប្រែប្រួលដោយសារពិភពលោកទេណាឧទាហរណ៍មនុស្សម្នាក់ដែលមានការឧស្សាហ៍ខិតខំប្រឹងប្រែងហើយជាមនុស្សស្អាតបាតនឹងនិយាយក្នុងសង្គមតូចតាមពិតផ្ទះសម្បែងដីធ្លីជាធម្មជាតិខាងក្រៅអត់ចេះល្អដោយឯងទេផ្ទះតុបទូកៅអីកតេលមុងភួយគឺមិនមែនជាធម្មជាតិរត់ទៅរៀបនៅកន្លែងខ្លួនឯងដោយមានរបៀបសម្ដាប់ធ្នាប់នោះទេវាទល់តែម្ចាស់ផ្ទះជាអ្នករៀបចំប៉ុន្តែមុនម្ចាស់ផ្ទះនឹងចេះរៀបចំតុបតែងគឺវាមានអធ្យាស្រ័យគំនិតរបស់អ្នកនោះចូលចិត្តស្អាតមនុស្សចូលចិត្តស្អាតកន្លែងដេកក៏ស្អាតមុខផ្ទះក៏ស្អាតចង្ក្រានបាយក៏ស្អាតនឹងមិនមែនជាធម្មជាតិខាងក្រៅនោះស្អាតខ្លួនឯងទេគឺធម្មជាតិខាងក្នុងនេះជាអ្នកស្រូបទាញយកនៅធម្មជាតិខាងក្រៅឲ្យមានសភាពស្អាតក៏ប៉ុន្តែបើសិនបើមនុស្សនឹងជាមនុស្សខ្ជិលច្រអូសជាមនុស្សបន្ទុះច្រើនខ្ជិលមិនយកចិត្តទុកដាក់សួរថាអាចធ្វើធម្មជាតិខាងក្រៅឲ្យស្អាតឬក៏ធ្វើធម្មជាតិខាងក្រៅនឹងឲ្យអាក្រក់ណាមនុស្សដែលចិត្តអាក្រក់ណាខ្ជិលដេកមិនក្រោកអីចឹងទៅមិនចេះរៀបចំអីចឹងទៅរបស់របរខឹងបោកប្រព្រឹត្តប្រព្រឹត្តអីចឹងទៅសួរថាផ្ទះស្អាតទេអត់ទេអញ្ចឹងផ្ទះដែលមិនស្អាតមុខផ្ទះដែលមិនស្អាតវាមកពីចិត្តមនុស្សមិនស្អាតទៅធ្វើឲ្យផ្ទះសម្បែងឬក៏កន្លែងដេកជាដើមមិនស្អាតនឹងជារឿងតូចមួយចូលទៅក្នុងប្រទេសមួយបើនៅក្នុងប្រទេសសម្បូរដោយមនុស្សចិត្តល្អគោរពច្បាប់ណាគម្លាតនៃការមើលងាយគ្នាមិនមានចេះសង្គ្រោះគ្នាមានសង្កហធម៌ដល់គ្នានឹងគ្នាហើយចេះស្រឡាញ់ការអនាម័យប្រទេសនោះរមែងមានសន្តិសុខមានសណ្ដាប់ធ្នាប់មិនមានការភ័យខ្លាចមិនមានចោលរស់នៅដោយសុខស្រួលមែនទេក៏ប៉ុន្តែនៅក្នុងប្រទេសមួយដែលសម្បូរទៅដោយជនអាក្រក់ចិត្តគំនិតអាក្រក់ភាពមើលងាយគ្នាគម្លាតអ្នកមានអ្នកក្រកាន់តែខ្លាំងប្រទេសនោះនឹងមានតែភាពវឹកវរគំនុំគុំគួនចងអាឃាតព្យាបាទហើយទីដីនៃប្រទេសទាំងមូលមិនស្អាតបរិបូរដោយសម្រាមទៅស្អីទៅដោយការមិនយកចិត្តទុកដាក់អំពីមនុស្សទៅជាកន្លែងស្មោកគ្រោកនឹងតើប្រទេសហ្នឹងវាអាក្រក់ដោយខ្លួនឯងឬក៏មកពីមនុស្សធ្វើឲ្យអាក្រក់ហ្នឹងហើយតាមផ្លូវតាមអីសម្រាមពេញផ្លូវយើងឃើញថាមិនល្អឧទាហរណ៍អញ្ចឹងសួរថាតើសម្រាមហ្នឹងវារត់ទៅនៅកន្លែងហ្នឹងដោយខ្លួនវាឬក៏ដោយមនុស្សបោះចោលអាហ្នឹងងាយមែនទេណាគឺជារឿងពិតរបស់ជីវិតយើងទាក់ទិនជាមួយនឹងធម្មជាតិខាងក្រៅនិយាយឲ្យធំជាងប្រទេសគឺនិយាយដល់ពិភពលោក
បើកាលណាមនុស្សនៅក្នុងពិភពលោកមានចិត្តល្អមិនមានគំនិតបៀតបៀនគ្នាមិនមានគំនិតប្រណាំងប្រជែងគ្នាមិនមានគំនិតប្រឆាំងគ្នាពិភពលោករមែងបានសុខសន្តិភាពរដូវកាលក៏ទៀងទាត់ភ្លៀងក៏ទៀងទាត់តែបើមនុស្សសម្បូរដោយកិលេសបៀតបៀនគ្នាបង្កើតនូវសម្ភារៈដែលបំផ្លាញលោកដូចជាមីស៊ីលបរមាណូកាំជ្រួចផ្សេងផ្សេងដែលសាកលបងចុះសាកលបងឡើងជាតិស្អុយពេញតែពិភពលោកម្ល៉េះហើយធ្វើឲ្យអាកាសធាតុកាន់តែក្តៅបាតុភូតធម្មជាតិភាគច្រើនកាន់តែកើតឡើងដូចជាផ្ទុះភ្នំភ្លើងរញ្ជួយផែនដីភ្លើងឆេះព្រៃគឺដោយសារអាកាសធាតុវាប្រែប្រួលកាន់តែក្តៅជាដើមនឹងគឺមកពីមនុស្សទាំងអស់គឺមកពីធម្មជាតិខាងក្នុងនឹងគឺអាចបង្វែរធម្មជាតិខាងក្រៅឲ្យទៅតាមធម្មជាតិខាងក្នុងនេះដូច្នេះហើយទៅព្រះសម្មាសម្ពុទ្ធត្រាស់ដឹងអំពីសន្តិភាពនៃពិភពលោកសន្តិភាពនៃជីវិតគឺជាការសុខស្ងប់ផ្លូវចិត្តទេឯងបើកាលណាសត្វលោកមានសភាពសុខស្ងប់ផ្លូវចិត្តធម្មជាតិខាងក្រៅក៏មានសេចក្តីសុខស្ងប់ទាំងសត្វទាំងសកលធាតុរមែងបានសេចក្តីសុខស្ងប់គឺចាប់បញ្ហាត្រង់ដែលសត្វលោកមានសេចក្តីសុខចិត្តណដ្ឋិសន្តិបរាំងសុខាងពុំមានសេចក្តីសុខដទៃក្រៅពីការស្ងប់កិលេសនឹងឯងនឹងមិនជ្រៅពេកទេតែមកលើកអញ្ចឹងសិតតែស្ដាប់បានមែនទេនឹងមិនជាជ្រៅទេហើយតទៅមុខទៀតដូចជាបច្ចុប្បន្នអញ្ចឹងអ្នកវិទ្យាសាស្ត្រមានគំនិតប្លែកគ្នាជាពីរពួកមកពួកវិនិច្ឆ័យចំពោះកំណើនមនុស្សដែលកើនឡើងក្នុងពិភពលោកគិតថាបើមនុស្សលោកកាន់តែច្រើនឡើងគឺគេព្រួយបារម្ភអំពីកង្វះខាតម្ហូបអាហារអញ្ចឹងមួយពួកគឺព្រួយបារម្ភពីរឿងហ្នឹងប៉ុន្តែមកពួកទៀតក៏វិនិច្ឆ័យថាមនុស្សសម័យថ្មីកាលណាមានគ្នាច្រើនតែមានចំណេះដឹងច្រើនមិនមែនជាការខ្វះខាតចំណីអាហារទេព្រោះមនុស្សចេះបដិវត្តទៅតាមពេលវេលាទៅតាមសម័យកាលប៉ុន្តែតាមពិតនិយាយឲ្យដិតដល់ទៅការដែលមនុស្សរីកចម្រើនឬមិនរីកចម្រើនផ្នែកការរស់នៅមិនមែនរឿងមនុស្សច្រើនឬមនុស្សតិចទេនេះជាការពិតគឺនៅលើមនុស្សចេះបដិវត្តជីវិតឬអត់តែប៉ុណ្ណោះឧទាហរណ៍ដូចជាគ្រួសារខ្លះមានគ្នាតែ2 3នាក់តែ2នាក់កូនតែ2នាក់ប៉ុន្តែនៅតែជាមនុស្សក្រលំបាកគ្រួសារខ្លះមានមនុស្សកូនដល់តែ8 9នាក់10នាក់ប៉ុន្តែនៅតែជាមនុស្សមានជីវភាពសមរម្យអានឹងយើងប្រៀបធៀបគ្រួសារពីរហ្នឹងតើមកពីអីមកពីគ្នាច្រើនឬក៏មកពីគ្នាតិចមានចឹងទេអ្នកខ្លះកូនប្រហែល10ប៉ុន្តែកូនមួយគឺមានជីវភាពសមរម្យតែអ្នកខ្លះកូនតែ2ប៉ុន្តែនៅតែខ្វះខាតនឹងមកពីអីហ្នឹងថាមកពីកម្មផលចឹងវាជាប់ហ្នឹងស្មារតីមិនតន់និយាយដល់កន្លែងហ្នឹងហ្នឹងគឺថាវាចប់ហើយកន្លែងហ្នឹងវាកម្មផលគឺមកពីការងារហ្នឹងឯងកាលណាការងារត្រូវផលគឺរមែងបានចម្រើនណានឹងហើយយើងអាចពិសោធន៍បានសូម្បីថាអ្វីដែលសំដែងមកតាំងពីប្រែคลายមកជាមានភេទមានអីហ្នឹងអាហ្នឹងថាវាកន្លងទៅវាមានអញ្ចឹងហើយទៅអនាគតនឹងសាបអស់ហ្នឹងក៏យើងអាចពិសោធន៍បានដូចជាបច្ចុប្បន្ននេះឧទាហរណ៍ពិសោធន៍ទឹកស៊ីអ៊ីវមួយទឹកស៊ីអ៊ីវកាលដែលគេផលិតដំបូងមានរសជាតិឈ្ងុយឆ្ងាញ់ព្រោះធ្វើពីធម្មជាតិពិតប៉ុន្តែដោយសារកិលេសមនុស្សបន្ថយអាជាតិធម្មជាតិដែលមានពិតហ្នឹងបន្ថែមនៅថ្នាំនេះថ្នាំនោះបន្ថែមដាក់ទឹកបន្ថែមអីចឹងទៅជារបស់លែងឈ្ងុយលែងឆ្ងាញ់ទៅជាឈ្ងៀមទៅវិញហ្នឹងឬក៏ដូចបិទស្រាមិនបាច់និយាយអីបិទស្រាពិសោធន៍មុនដំបូងវាឆ្ងាញ់ណាប៉ុន្តែដើម្បីចង់ចំណេញក៏លាយទឹកឲ្យច្រើនតិចទៅដាក់អាមេខ្លាំងឲ្យខ្លាំងតិចទៅក៏វាទៅជារសជាតិមិនធម្មតាមែនទេពុទ្ធហាំត
ตหมังสังกหังสารนังเกจหามิ